កាលដើមឡើយមានក្មេងប្រុសកំសត់ម្នាក់កំព្រីឪពុកម្ដាយឈ្មោះថាចៅមាណពចៅមាណពរស់នៅជាមួយជីដូនចាស់ជរាតែប៉ុណ្ណោះគាត់ក្រីក្រខ្លាំងណាស់តែចិត្តគាត់ល្អស្លូតបូតនិងឧស្សាហ៍ព្យាយាមថ្ងៃមួយចៅមាណពដើរទៅរកអុសនៅក្នុងព្រៃក្បែរមាត់សមុទ្របានឃើញពស់មួយក្បាលយ៉ាងធំកំពុងតែជាប់អន្ទាក់របស់អ្នកប្រមាញ់ពស់នោះសុំឲ្យចៅមាណពជួយដកអន្ទាក់ចេញហើយសន្យាថានឹងដឹងគុណចៅមាណពទៀតផងចៅមាណពឃើញហើយមានចិត្តអាណិតក៏ជួយកាប់អន្ទាក់ចេញហើយពស់ដ៏ធំនោះក៏រួចផុតពីសេចក្តីស្លាប់ពស់ដ៏ធំនោះតាមពិតជាកូនស្ដេចនាគដើម្បីសងគុណនាគរាជក៏អញ្ជើញមាណពចុះទៅលេងនៅបាតសមុទ្រហើយផ្ដល់មាសប្រាក់និងរបស់ល្អៗជាច្រើនទៀតផងលុះពេលត្រឡប់មកវិញនាគរាជបានឲ្យគ្រាប់ពេជ្រមួយគ្រាប់ដែលមានតម្លៃមិនអាចកាត់ថ្លៃបានដែលអាចបំពេញសេចក្តីប៉ងប្រាថ្នារបស់ចៅមាណពបានយ៉ាងគ្រប់គ្រាន់តែនាគរាជមានលក្ខខណ្ឌមួយនាគរាជបានផ្ដាំទៅចៅមាណពថាកុំប្រាប់នរណាពីរឿងនេះឲ្យសោះបើមិនដូច្នោះទេមាណពឯងនឹងមានសេចក្តីស្លាប់ជាមិនខានមាណពយល់ព្រមហើយក៏យកគ្រាប់ពេជ្រនោះមកផ្ទះវិញមិនយូរប៉ុន្មានក៏ក្លាយជាអ្នកមានសាងផ្ទះធំមានទាំងអ្នកបម្រើនិងរៀបការជាមួយនារីដ៏ស្រស់សោភាម្នាក់ទៀតផងលុះក្រោយមកព្រះរាជាក៏លើកដំណឹងថាមាណពមានគ្រាប់ពេជ្រវេទមន្តក៏បញ្ជាឲ្យសេនាចាប់មាណពយកទៅព្រះរាជាបង្ខំឲ្យចៅមាណពប្រគល់គ្រាប់ពេជ្រនោះមកនិងបង្ខំឲ្យនិយាយរឿងរ៉ាវពស់ធំទាំងនោះដំបូងឡើយចៅមាណពមិនហ៊ាននិយាយនោះទេដោយស៊ូទ្រាំនឹងការបង្ខំមិនបានក៏និយាយរឿងរ៉ាវទាំងអស់នោះចេញមកចៅមាណពនិយាយរួចក៏ប្រកាច់ញ័រខ្លួនហូរឈាមតាមភ្នែកតាមច្រមុះតាមស្លឹកត្រចៀកហើយក៏បាត់បង់ជីវិតមួយរំពេចនាគរាជដឹងរឿងហើយខឹងខ្លាំងណាស់ក៏បញ្ជូនទ័ពឡោមព័ទ្ធរាជធានីហើយបញ្ចេញទឹកជំនន់យ៉ាងធំមកបំផ្លាញនគរទាំងមូលទីបំផុតព្រះរាជាក៏បញ្ជាឲ្យសេនាយកគ្រាប់ពេជ្រនោះទៅបោះក្នុងសមុទ្រវិញទើបនាគរាជឈប់ខឹងហើយទឹកជំនន់ក៏ស្រកវិញ